ហើយក្រោយមកបុរាណនិងនាយកែវបានសហការគ្នាទៅរកក្រុមគ្រួសាររបស់ជនរងគ្រោះនាយកែវបានសារភាពប្រាប់ក្រុមគ្រួសារនិងបានប្រគល់ចិញ្ចៀនពេជ្រនោះទៅឲ្យពួកគេវិញក្រុមគ្រួសាររបស់សពមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយបានថ្លែងអំណរគុណដល់បុរាណដែលបាននាំយកចិញ្ចៀនរបស់សពត្រឡប់មកជូនពួកគេវិញហើយក៏បានលើកលែងទោសឲ្យនាយកែវដែលបានទទួលស្គាល់នៅកំហុសរបស់ខ្លួនក្រោយពីបានប្រគល់ចិញ្ចៀននោះទៅឲ្យក្រុមគ្រួសារនៃសពវិញរថយន្តដឹកសពនោះក៏លែងមានការលងបន្លាចទៀតហើយបុរាអាចបើកបរទៅវិញទៅមកដោយគ្មានការភ័យខ្លាចចំណែកឯនាយកែវវិញគាត់ក៏លែងហ៊ានលួចរបស់របរសពទៀតហើយព្រោះគាត់ដឹងថាអំពើបាបកម្មនឹងតាមលងបន្លាចគាត់គ្រប់ពេលវេលាគាត់បានរៀនមេរៀនដ៏មានតម្លៃមួយពីវិញ្ញាណដែលដក់ជាប់ក្នុងឡានដឹកសពនោះហើយរឿងនិទាននេះក៏បានមកដល់ទីបញ្ចប់ត្រឹមតែប៉ុណ្ណេះទៅហើយពុកម៉ែបងប្អូនមិនទស្សនាជាទីមេត្រីរឿងឡានថាមិនដឹងរឿងអ្វីទេថ្ងៃនោះដូច្នេះបើសិនជាមិនមែនលោកគ្រូសម្បត្តិមានតែបងពីឯងដោយភ័យខ្លាចនឹងសម្ដីរបស់បុរាណនិងការលបបន្លាចដែលនាយកែវខ្លួនឯងក៏ធ្លាប់ជួបប្រទះដែរនោះនាយកែវក៏បានសារភាពទាំងញ័រមាត់បងប្អូនបុរាណខ្ញុំប្រាថ្នាអីណាខ្ញុំពិតជាបានលុយជារបស់គេមែនខ្ញុំឃើញវាស្អាតពេកហើយខ្ញុំក៏ខ្វះលុយរបស់អង្គការដែរខ្ញុំក៏លួចយកវាលក់តែម្ដងទៅខ្ញុំសុំទោសផងចពោណខ្ញុំថាហើយឥឡូវមិនអីទេបើអញ្ចឹងបងត្រូវតែយកចិញ្ចៀននោះទៅជូនម្ចាស់គេវិញមិនអញ្ចឹងទេវានឹងតាមលោកបងរហូតមិនត្រឹមតែលោកទេអាចសម្លាប់បងទៀតផងទោះស្ដែងណាស់បងអើយខ្ញុំនេះវាអស់ជីវិតម្ដងហើយក្រោយមកបុរាណនិងនាយកែវបានសហការគ្នាទៅរកក្រុមគ្រួសាររបស់ជនរងគ្រោះនាយកែវបានសារភាពប្រាប់ក្រុមគ្រួសារនិងបានប្រគល់ចិញ្ចៀនពេជ្រនោះទៅឲ្យពួកគេវិញក្រុមគ្រួសាររបស់សពមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយបានថ្លែងអំណរគុណដល់បុរាណអត់ទៅពួកអរិយារខ្លួនឯងញ៉ាំទឹកជីវិតសងសឹកខ្ញុំខ្លាចជាប្រពន្ធគេមនុស្សที่ស្នេហ៍មិនដែលអ្នកជាអដែលបងធ្លាប់ធ្វើដែលធ្លាប់ហើយលើបែរជាប់ក្លិនទ្រពផ្សេងទៅមួយលើបាត់ណាអាចខាត់អូនបានរឿងជានេះមិនត្រឹមតែស្រឡាញ់គ្នាជុំនាងមិនខ្លាចលោកម្លេះសងសឹកខ្ញុំខ្លាចជាប្រពន្ធគេមនុស្សที่ស្នេហ៍មិនតែអ្នកជាអដែលបងធ្លាប់ធ្វើដែលធ្លាប់ហើយលើបែរជាប់ក្លិនទ្រពផ្សេងទៅមួយធ្វើបាត់ណាអាចខាត់អូនបានរឿងជានេះមិនត្រឹមតែស្រឡាញ់គ្នាជុំនាងមិនខ្លាចលោកម្លេះសងសឹកខ្ញុំខ្លាចជាប្រពន្ធគេមនុស្សที่ស្នេហ៍មិនតែអ្នកជាអដែលបងធ្លាប់ធ្វើដែលធ្លាប់ហើយលើបែរជាប់ក្លិនទ្រពផ្សេងទៅមួយធ្វើបាត់ណាអាចខាត់អូនបានរឿងជានេះមិនត្រឹមតែស្រឡាញ់គ្នាជុំនាងមិនខ្លាចលោកម្លេះសងសឹកខ្ញុំខ្លាចជាប្រពន្ធគេមនុស្សที่ស្នេហ៍មិនតែអ្នកជាដែលបងធ្លាប់ធ្វើដែលធ្លាប់ហើយលើបែរជាប់
ចូលរួមចំណែកក្នុងការធ្វើជាសិប្បនិម្មិតជួយវគ្គកងតរបស់យើងជាឱកាសមួយដែលយើងជាអ្នកនៅសមរភូមិក្រោយដែលជួយតបស្នងសូមគុណដល់វគ្គកងតរបស់យើងដែលបានទទួលគ្រោះថ្នាក់នៅក្នុងសមរភូមិហើយក្នុងរយៈពេលដ៏ខ្លីក្រុមការងាររបស់ពួកយើងក៏បានខិតខំប្រឹងប្រែងធ្វើយ៉ាងណាផលិតនិងបំពាក់ជាសិប្បនិម្មិតជួយគាត់ឲ្យបានលឿនបំផុតដើម្បីឲ្យគាត់អាចត្រឡប់ទៅវិញធ្វើការងារផ្សេងៗបានបន្ទាប់ពីពិនិត្យនិងវិតម្លៃក្រុមការងាររបស់យើងគឺបានធ្វើការរួមគ្រោងចាក់ពងជើងនិងដំឡើងជើងសិប្បនិម្មិតរួចរាល់នៅក្នុងរយៈពេលដ៏ខ្លីនៅថ្ងៃច័ន្ទដើមសប្តាហ៍